មេតបអាកាសកំពូលបង់ក្លាដេសលោកហាសាន់ម៉ាមូតខាន់បានប្រកាសកាលពីខែមុនថារដ្ឋាភិបាលបណ្ដោះអាសន្នបង់ក្លាដេសបានបើកភ្លើងខៀវសម្រាប់ការបញ្ជាទិញយន្តហោះចម្បាំងនិងយន្តហោះប្រយុទ្ធពហុមុខងារជាច្រើនគ្រឿងបូករួមទាំងមីស៊ីលបាញ់ពីដីទៅអាកាសថ្មីនិងប្រព័ន្ធរ៉ាដារយៈចម្ងាយឆ្ងាយយ៉ាងណាមិញលោកខាន់មិនបានបញ្ជាក់លម្អិតថាតើយន្តហោះចម្បាំងប្រភេទណាដែលកងទ័ពអាកាសបង់ក្លាដេសក្រុងបញ្ជាទិញនោះទេប៉ុន្តែមានការរំពឹងខ្ពស់ទៅលើការបញ្ជាទិញយន្តហោះចម្បាំង G-10CE ពីប្រទេសចិនយោងតាមប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថាកងទ័ពអាកាសបង់ក្លាដេសអាចនឹងបញ្ជាទិញយន្តហោះចម្បាំង G-10CE ដល់ទៅ20គ្រឿងនៅឆ្នាំ2027ប៉ុន្តែគណៈកម្មាធិការអន្តរក្រសួងដែលដឹកនាំដោយលោកខាន់នៅតែត្រូវការយល់ព្រមពីរដ្ឋាភិបាលនិងការចរចាជាមួយមន្ត្រីចិនយោងតាមការប៉ាន់ប្រមាណរបស់ការិយាល័យទីប្រឹក្សារដ្ឋាភិបាលបានឲ្យដឹងថាការបញ្ជាទិញយន្តហោះចម្បាំងនេះនឹងមានតម្លៃប្រហែល $1.2 លានខណៈការចំណាយផ្សេងទៀតមានដូចជាការហ្វឹកហាត់និងគ្រឿងបន្លាស់នឹងមានតម្លៃប្រមាណ $2.2 លានហើយការទូទាត់សរុបអាចនឹងត្រូវបង់ជាដំណាក់កាលនៅក្នុងរយៈពេល10ឆ្នាំរហូតដល់ទៅពាក់កណ្ដាលឆ្នាំ2030